បងប្អូនជាសួរទីមត្រីជួបគ្នានៅវីដេអូបន្ទាប់នេះដែលយើងបង្ហាញនៅមូលហេតុ9យ៉ាងដែលហេតុអីបើយើងត្រូវប្រើប្រាស់រោងសម្ងួតសូឡាបងប្អូនបាទអញ្ចឹងហេតុផលទី1យើងឃើញថា75%នៃការហាសម្ងួតខាងក្រៅហ្នឹងមានន័យថាក្នុងចំណោម100នាក់មាន75នាក់គឺហាក្រៅហ្នឹងអត់មានអនាម័យទេទី1គឺដីហុយចូលទី2ភ្លៀងទី3សត្វល្អិតទី4ការប្រើប្រាស់ថ្នាំឬក៏ថ្នាំផ្សេងដែលដើម្បីហាឲ្យកាន់តែហាក្រៅហ្នឹងវាមានអនុល្អតែវាប៉ះពាល់ដល់សុខភាពយើងបាទហ្នឹងគឺអញ្ចឹងការហាក៏មានអនាម័យទេហើយបងប្អូនគិតថាចុះហានៅតំបន់ព្រៃភ្នំតំបន់ដែលមានដើមឈើច្រើនហ្នឹងអត់មានដីហុយអញ្ចឹងតើវាប៉ះពាល់អត់បងប្អូនបាទអញ្ចឹងនៅក្នុងការហានៅខាងក្រៅដូចយើងហាខាងក្រៅចេះតាមព្រៃភ្នំហ្នឹងក៏មានផលប៉ះពាល់ដែរវាច្រើនវាកើតឡើងពីស្ពណ៌ផ្សិតបងប្អូនដែលវាហើរពីមែកឈើដែលពុកផុយនៅលើក្នុងព្រៃហ្នឹងហើរមែកឈើពុកផុយហ្នឹងវាចូលទៅលើកសិផលយើងឬក៏ជាដំណើរលំអងផ្សេងដែលវាជាធ្វើឲ្យអាឡាក់ស៊ីទៅដល់ចំពោះរបស់យើងអញ្ចឹងធ្វើកសិផលរបស់យើងវាខ្លះវាតោងទុំហ្នឹងតែយើងមើលនឹងភ្នែកមិនឃើញទេអញ្ចឹងទោះតែយើងប្រើប្រាស់មីក្រូទស្សន៍ពិនិត្យមើលរបស់វាតើវាពិតជាមានគេហៅថាបំពុលឬក៏ធ្វើកង្វក់ឲ្យកសិផលរបស់យើងមែនទេទី2យើងឃើញ45%គឺបាត់បង់ក្រោយប្រមូលផលមានន័យថាកសិផលរបស់យើងទុំហើយមានផ្លែមានផ្កាហើយបាត់បង់ធម្មជាតិរបស់យើងវិញទៅទីធម្មតាវិញដោយសារយើងបានកែច្នៃយើងបានសម្ងួតវាឲ្យជាលទ្ធផលសម្រេចដូចជាដំណាប់ចេកដំណាប់ស្វាយអញ្ចឹងcòn តែយើងបរិភោគហើយយើងសែនហើយទុកតាមបានប្រហែលថ្ងៃទៅខូចទៅវិញបាទដោយសារយើងបោះសាបបោហូហៀពេកអញ្ចឹងយើងបានកែច្នៃឯងខែស្វាយគឺស្វាយទុំចោលខូចឲ្យបានកែច្នៃខ្នុរផ្សេងដែលយើងបានកែច្នៃក្នុងផ្ទះយើងតែជាអាហារដែលយើងអាចហូបបានអាហ្នឹងគឺអញ្ចឹងបងប្អូនបាទហើយទី3គឺហានៅក្នុងការហាហ្នឹងបើយើងប្រើប្រាស់ម៉ាស៊ីនអគ្គិសនីវិញទូសម្ងួតម៉ាស៊ីនអគ្គិសនីឬក៏ម៉ាស៊ីនអគ្គិសនីដែលប្រើពីធ្វើពីដៃធ្វើពីណុកហ្នឹងប្រើប្រាស់អគ្គិសនីហ្នឹងគឺស៊ីភ្លើងខ្លាំងអញ្ចឹងមកងាកមកប្រើសូឡាទៅវាជួយសន្សំចៃភ្លើងណាបងប្អូនបាទអាហ្នឹងមានថាម៉េចសន្សំចៃបានពី10ម៉ោងក្នុងរយៈពេល24ម៉ោងពីម៉ោង6ព្រឹកដល់ម៉ោង4ល្ងាចគឺសន្សំចៃបាន 50% ហើយដល់ពេលយប់ឡើងវាដើរដោយក្បាលវិជាសន្តិភាពយឹតវាសន្សំចៃរហូតដល់បាន 25% ទៀតអញ្ចឹងវាសន្សំចៃរហូតបាន 75% ក្នុងរយៈពេល24ម៉ោងនៃការសម្ងួតបងប្អូនបាទអូខេហើយចំណុចទី4គឺការហានៅខាងក្រៅវាច្រើនវាជប់ឡើងគឺសើមវិញដោយសារយើងគ្របទឹកចោលអញ្ចឹងបងប្អូនបាទស្ងួតសើមអញ្ចឹងវាធ្វើឲ្យកសិផលយើងច្រើនបាទអានេះគឺជាថាប្រយោជន៍មូលហេតុ4យ៉ាងនេះបាទអញ្ចឹងជួបគ្នានៅវីដេអូបន្តបងប្អូន